នោះគួរឲ្យចាប់អារម្មណ៍ណាស់ព្រៃថ្មខ្ញុំត្រឡប់មកវិញហើយធ្វើតែសម្រាប់ខ្ញុំមួយចានសម្រាប់អ្នកស្រវឹងខ្ញុំដឹងថាអ្នកនឹងត្រឡប់មកវិញផឹកតែបំបត្តិអាការៈស្រវឹង10ម៉ាយតើអ្នកពិតជានឹងធ្វើបាបខ្ញុំបែបនេះមែនទេខ្ញុំបានលុបចោលពិធីជប់លៀងភ្ជាប់ពាក្យដូច្នេះខ្ញុំនឹងមិនខឹងឡើយលុបចោលវាទៅខ្ញុំមិនខ្វល់ទេ Victory ឯងមានគម្រោងចាក់ចេញពីខ្ញុំតាំងពីយូរយារណាស់មកហើយមែនទេហេតុអ្វីបានជាអ្នកស្រវឹងម្ដងទៀតដូច្នេះបាក់កាន់តែចាស់ទៅគាត់ធ្លាប់មានសមត្ថភាពខ្លាំងណាស់នៅផ្ទះខ្ញុំនឹងរងចាំអ្នកត្រឡប់មកផ្ទះវិញមិនថាយប់ជ្រៅប៉ុណ្ណាក៏ដោយគាត់បានទៅហើយឥឡូវនេះសូមឈប់ធ្វើទារុណកម្មពួកយើងទៀតយកព្រមទេម៉ាក់ខ្ញុំនឹងទៅគ្រួសារស៊ូឥឡូវនេះដើម្បីទាមទារកម្លាំងរបស់ខ្ញុំមកវិញតើវាជាអ្វីកញ្ញាស៊ីព័ត៌មានពីលីនយិនវាត្រូវបានបោះពុម្ពផ្សាយដូចដែលអ្នកបានណែនាំលីជាងបានទទួលដំណឹងហើយម្នាក់ក្នុងចំណោមពួកគេបានដកសារចេញវិញបន្ទាប់ពីបានដឹងរឿងនេះដើម្បីកុំឲ្យប៉ះពាល់ដល់អាពាហ៍ពិពាហ៍របស់អ្នកស្រីស៊ីខ្ញុំធ្វើអូដូច្នេះបានគោរពបូជាដល់ទេពធីតាស៊ូយល់ហើយពេលនេះតើបុព្វបុរសរបស់យើងបានបន្សល់ទុកអ្វីខ្លះសម្រាប់កូនចៅគ្រួសារស៊ូចៅស៊ុនដែលជាទេពធីតាបានគោរពបូជានាងអស់មួយជីវិតតួអង្គទាំង8នេះអ្នកគឺជាកូនចៅរបស់អ្នកប្រាជ្ញគឺអ្នកស្រីសិនដែលបានផ្ដល់ជីវិតទី2ដល់គ្រួសារស៊ូរបស់ខ្ញុំស៊ូធានាត្រាប់ណាអ្នកស្រីសិននៅក្នុងគ្រួសារស៊ូរបស់ខ្ញុំគាត់គឺជាទាហានជាន់ខ្ពស់ម្នាក់ប្រសិនបើសមាជិកណាម្នាក់នៃគ្រួសារស៊ូហ៊ានធ្វើអ្វីមួយចំពោះអ្នកស្រីសេនការធ្វេសប្រហែសបន្តិចបន្តួចបន្ទាប់មកគាត់ជាមនុស្សមានបាបប្រឆាំងនឹងគ្រួសារស៊ូតើអ្នកទាំងអស់គ្នាបានឬវាទេមែនហើយត្រឹមត្រូវហើយទេពធីតាឲ្យអាហារពេលព្រឹករបស់អ្នករួចរាល់ហើយសូមកញ្ញាស៊ីមិនត្រឹមតែមានចរិតល្អប៉ុណ្ណោះទេនាងក៏ស្រស់ស្អាតដែរអ្នកណាមានសំណាងរៀបការជាមួយអ្នកសំណាងណាស់ហាមិនថាយ៉ាងម៉េចទេយ៉ាងហោចណាស់រហូតមកដល់ពេលនេះគ្រួសារស៊ូបានធ្វើការងារបានល្អយ៉ាងហោចណាស់តាក់ទងនឹងអាកប្បកិរិយាពួកគេមានការគោរពយ៉ាងខ្លាំងខ្ញុំឆ្ងល់ថាអ្នកស្រីស៊ីចូលចិត្តញ៉ាំអ្វីខ្ញុំបានរៀបចំម្ហូបបែបផ្ទះមួយចំនួនអ្នកនាងស៊ីសូមកុំយល់ថារឿងនេះជាការប្រមាថអីចេងសៀវចូលចិត្តញ៉ាំត្រីតាំងពីនាងនៅក្មេងចំហុយត្រីតាមជំហានរបស់ខ្ញុំបន្ទាប់មកយកឆ្អឹងត្រីចេញគាត់នឹងអាចញ៉ាំអ្វីដែលក្តៅពេលគាត់ត្រឡប់មកផ្ទះវិញពីធ្វើការតើអ្នកចាំទេខ្ញុំមិនអាចចម្អិនបានទេបើអ្នកមិនដឹងពីរបៀបធ្វើវាទេចូលរៀនវាពេលឆ្នាំហើយដែលឃ្លាតឆ្ងាយពីផ្ទះខ្ញុំមិនដែលមានអារម្មណ៍កក់ក្តៅពីការដាំដើមឈើបែបនេះពីមុនមកទេគេងអ្នកនាងស៊ីតើអាហារនោះមិនដូចចិត្តអ្នកនាងទេវាល្អដែលវាមិនមែនអ្នកស្គមពេកហើយញ៉ាំឲ្យបានច្រើនស៊ីលីអ្នកនៅផ្ទះពេញមួយថ្ងៃញ៉ាំអាហារហើយខ្ជិលច្រអូសគ្រួសារនោះមិនបានគ្រប់គ្រងអ្នកដោយឥតប្រយោជន៍ទេចាប់ពីពេលនេះទៅអ្នកត្រូវតែក្រោកពីដំណេកនៅម៉ោង5ព្រឹកជារៀងរាល់ថ្ងៃដើម្បីធ្វើអាហារពេលព្រឹកខ្ញុំអាចសម្រាកបានលុះត្រាតែខ្ញុំធ្វើកិច្ចការផ្ទះរួចរាល់នៅពេលយប់មិនអីទេឈប់និយាយមិនមែនស្ត្រីទាំងអស់អាចរៀបការជាមួយគ្រួសារលីបានទេគាត់ចូលចិត្តពេលដែលកូនប្រុសខ្ញុំនៅផ្ទះហើយមិនចេញទៅណាចោលអ្នកត្រូវរៀនពីរបៀបថែរក្សាជីវិតប្រចាំថ្ងៃរបស់កូនប្រុសអ្នកតើស៊ីលីនេះអ្វីដែលម៉ាក់ខ្ញុំនិយាយទេខ្ញុំយល់និយាយតើអ្នកត្រូវការឲ្យខ្ញុំធ្វើអ្វី
សូមព្រះជាម្ចាស់ឲ្យសូមជួយសង្គ្រោះគ្រួសារសង្ឃរបស់យើងផងគ្រួសារខ្ញុំសើកាលពី25ឆ្នាំមុនដំបូងឡើយសុខភាពរបស់ខ្ញុំចាប់ផ្ដើមចុះខ្សោយនេះជាមូលហេតុដែលគម្រោងវិនិយោគតែងតែជួបប្រទះឧបសគ្គបន្ទាប់មកប្អូនស្រីរបស់យេឆេវក៏មកដល់គាត់បានស្លាប់នៅអាយុ3ឆ្នាំលោកតាឲ្យអ្នកត្រូវបានកំណត់សម្រាប់ទ្រព្យសម្បត្តិពួកគេកើតមកជាមួយនឹងជីវិតដ៏សម្បូរបែបនិងកិត្តិយសអ្នកត្រូវបានកំណត់ឲ្យមានកូនប្រុសម្នាក់និងកូនស្រីម្នាក់ឥឡូវនេះគាត់មានកូនប្រុសតែម្នាក់គត់វាសនារបស់អ្នកត្រូវបានផ្លាស់ប្ដូរហើយប្រសិនបើបញ្ហាមិនត្រូវបានរកឃើញស៊ូជីវសៀវនឹងមិនរស់នៅលើសពីអាយុ30ឆ្នាំទេសូមអ្នកស្រីស៊ីជួយសង្គ្រោះគ្រួសារស៊ូផងរក្សាទុកជាရှယ်ដូចដែលរំពឹងទុកពីកូនចៅនៃគ្រួសារអភិជនល្អណាស់ហើយស្ងាត់ណាស់តើស្ថានភាពនេះជាលទ្ធផលនៃការផ្លាស់មកទីនេះមែនទេនោះជាការពិតនេះរំលោភលើច្បាប់នៃការជ្រាបចូលទៅក្នុងមេរៈបងរំតាមរយៈមេរៈបងរំសូមពិនិត្យមើលឈ្មោះស្ត្រីនៃការធ្វើតេស្តច្រកចូលសំខាន់បែរមុខទៅចំណតរថយន្តក្រោមដីអង្កត់ផ្ចិតលំហូរខ្យល់ចេញត្រង់មិនអាចប្រមូលនិងរក្សាថាមពលបានម្យ៉ាងទៀតខ្ញុំហាក់ដូចជាមិនអាចប្រមូលទ្រព្យសម្បត្តិបានទេតើយើងបំបែកវាដោយរបៀបណាវាកំទេចអាគារនៅទីនោះថ្មឆេសិនត្រូវបានដាក់នៅទីនេះអូរ៉ាដែលមានស្ថិរភាពអាងទឹកនិងថ្មឆេសិនក៏បង្កើតជារស្មីនៃការប្រមូលទ្រព្យសម្បត្តិផងដែរធ្វើឲ្យអ្វីដំណើរការទៅដោយរលូនរៀបចំមនុស្សឲ្យចាប់ផ្ដើមសាងសង់ឥឡូវនេះអ្នកនាងស៊ីខ្ញុំមិនស្វែងរកទ្រព្យសម្បត្តិឬឋានៈទេខ្ញុំគ្រាន់តែអង្វរអ្នកឲ្យជួយសង្គ្រោះខ្ញុំជីវសៀវខ្ញុំនៅសល់តែ2នាក់នឹងទេខ្ញុំនឹងនោះគឺជាសាខាមួយនៃគ្រួសារស៊ូជីវសៀវគួរតែហៅវាថាជាអំណោយដែលមីងទី2របស់គាត់បានផ្ញើមកកាលពី1ឆ្នាំមុនពួកគេនិយាយថាវាជាវត្ថុបុរាណមួយពីផ្ទះដេញថ្លៃអ្នកស្រីស៊ីមានអ្វីមួយខុសប្រក្រតីជាមួយថូនីគាត់ជាអ្នកដែលបានបំបែកវាតើនេះជាអ្វីបណ្ដាសាដែលប្រើជាទូទៅដោយនិកាយកំណត់ត្រាខាងក្រៅថ្ងៃខែឆ្នាំកំណើតនិងពេលវេលារបស់មនុស្សដែលត្រូវបណ្ដាសាទំនាក់ទំនងរយៈពេលវែងនៅក្នុងកន្លែងតែមួយវានឹងធ្វើឲ្យសុខភាពរបស់មនុស្សនេះចុះខ្សោយរហូតដល់វាសនារបស់មនុស្សម្នាក់នេះត្រូវបានផ្លាស់ប្ដូរតាមពិតទៅថ្ងៃខែឆ្នាំកំណើតនិងពេលវេលារបស់ខ្ញុំគឺនៅលើនោះវាហាក់ដូចជាមាននរណាម្នាក់ចង់ឲ្យអ្នកស្លាប់តើអ្នកណាចង់ធ្វើបាបជាឆេវមិនមែនតែគាត់ទេកូនស្រីរបស់អ្នកដែលបានស្លាប់នៅក្មេងវាមិនមែនជាការស្លាប់ដោយចៃដន្យនោះទេមាននរណាម្នាក់បានធ្វើបាបគាត់ដោយចេតនាសូមឲ្យគ្រួសារស៊ូរបស់អ្នកត្រូវវិនាសសូន្យហើយកូនចៅរបស់អ្នកត្រូវវិនាសសូន្យទៅអ្នកណាក៏សាហាវម្លេះពួកគេពិតជាចង់សម្លាប់គ្រួសារខ្ញុំចោលមែនថូតើថូនោះជាអំណោយពីមីងទី2របស់ជីវសៀវមែនទេតើវាអាចជាគាត់ទេកុំរងចាំឲ្យគ្រួសារស៊ូផ្ដល់គាត់នឹងរកម្ចាស់ឲ្យយើងដោយខ្លួនឯងរងចាំមួយផ្លែតស៊ូជាសៀវអ្នកធ្លាប់មានមិត្តស្រីពីមុនមកខ្ញុំមិនដែលមានមិត្តស្រីទេជំនាញកាំបិតល្អខ្ញុំបានបរិច្ចាគឈាមដើម្បីប្រយោជន៍ខ្ញុំពិតជាមិនបានកុហកអ្នកទេ
ខ្ញុំគ្រាន់តែមានអារម្មណ៍ថាខ្ញុំចង់បញ្ជាក់ជំហររបស់ខ្ញុំឲ្យច្បាស់លាស់យ៉ាងហោចណាស់ខ្ញុំត្រូវធ្វើវាដោយខ្លួនឯងខ្ញុំបានឃើញអាកប្បកិរិយារបស់អ្នកកុំបារម្ភអីដោយសារខ្ញុំបានសន្យារួចហើយខ្ញុំពិតជានឹងជួយសង្គ្រោះជីវិតអ្នកវាកំពុងតែត្រជាក់ខ្លាំងណាស់ខ្ញុំសង្ឃឹមថាអ្នកនាងស៊ីនឹងមិនប្រកាន់ទេចេងសៀវបានមកញ៉ាំអាហារមុនខ្ញុំនឹងមិនញ៉ាំទៀតទេគ្មានចំណង់អាហារឈប់នៅទីនោះអ្នកមិនត្រូវបានអនុញ្ញាតឲ្យទៅរកស៊ីលីប៉ាទេអ្នកនិយាយបែបនេះរហូតមកតើអ្នកចង់ឲ្យខ្ញុំរកឈិលម្ដងទៀតទេខ្ញុំនឹងទៅគ្រួសារស៊ុយលើនេះហើយនាំស៊ីលីត្រឡប់មកវិញហេតុអ្វីបានជាអ្នកបដិសេធមិនព្រមចុះចាញ់ម្ដងទៀតក្មេងល្ងងតើអំណាចមានន័យថាយើងមានថ្ងៃល្អតែមួយថ្ងៃប៉ុណ្ណោះនៅក្នុងគ្រួសាររបស់យើងមែនទេឥឡូវនេះរដូវរបស់ខ្ញុំកំពុងមានបញ្ហាអ្នកចាំគាត់ហើយតើយើងអាចមានមុខមាត់ទៅរកគាត់ដោយរបៀបណាប៉ាកូនប្រុសរបស់អ្នកគឺជាសត្វតិច្ឆាន3ឆ្នាំហើយនៅតែមានអារម្មណ៍ចំពោះគ្នាមែនទេអ្នកគ្រាន់តែមិនទាន់ស៊ាំនឹងវានៅឡើយទេស្ដាប់ប៉ាហើយទៅរកអ្នកនាងលូអ្នកស្រីលូគឺជាអ្នកដែលសមនឹងទទួលបានគ្រួសារលីជាមិនរបស់យើងគ្រប់គ្រាន់ហើយលេជាតើអ្នកមិនគិតថាលេជាមានឋានៈខ្ពង់ខ្ពស់ទេគម្រោងមួយដែលមានតម្លៃរាប់រយលានយ៉នត្រូវបានបំផ្លាញឥឡូវនេះក្រុមនេះកំពុងប្រឈមមុខនឹងការទាមទារសំណងដ៏ច្រើនដៃគូផ្សេងទៀតទាំងអស់បានស្នើសុំបញ្ចប់កិច្ចសន្យាលីជារ៉ៃយ៉ាបានបញ្ចប់អ្នកស្រីលូបាននិយាយថាពួកគេនឹងជួយគ្រួសារលីឆ្លងកាត់គ្រាលំបាកនេះនាងគឺជាក្មួយស្រីរបស់មេបញ្ជាការលីផ្ទាល់គាត់ពិតជាមានវិធីមួយហេតុអ្វីបានជាអ្នករឹងរូសហើយមិនព្រមមើលការពិតខ្ញុំនឹងទូរស័ព្ទទៅអ្នកស្រីលូឥឡូវនេះគ្រួសារលូតើអ្នកខ្សែធនចង់សម្ដៅលើអ្វីភាសាអង់គ្លេសតើខ្ញុំអាចចិញ្ចឹមកូនល្ងងបែបនេះដោយរបៀបណាប៉ាហេតុអ្វីបានជាកូនវាខ្ញុំអ្នកនៅតែហ៊ានសួរថាហេតុអ្វីតើវាត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីលោកលីចុងយ៉ាងមែនទេបន្ទាប់មកយើងបានទៅពិធីលោកក៏បានធ្វើឲ្យភ្ញៀវកិត្តិយសរបស់លោកនៅក្នុងពិធីជប់លៀងអាអន់ចិត្តផងដែរភ្ញៀវកិត្តិយសដែលអ្នកបានលើកឡើងនឹងមិនមែនជាសូមអភ័យទោសស្វាមីឲ្យបងប្រុសខ្ញុំគាត់នឹងមិនធ្វើវាសម្រាប់ស្ត្រីម្នាក់ទេចូលយើងសម្រាប់គ្រួសារលូចោលឬក៏ខ្ញុំគួរនាំយីយីទៅរកគាត់ហើយអន់ក្បាលសុំទោសអង្វរគាត់ឲ្យលើកលែងទោសដល់គ្រួសារលូគាត់បានចេញសេចក្តីថ្លែងការណ៍រួចហើយពួកយើងគ្រួសារលូកំពុងផ្ដាច់ចំណងឥឡូវនេះពួកគេបានបណ្ដាលឲ្យក្រុមហ៊ុនលូកรุ๊បរបស់យើងខ្សែធនដោយផ្ទាល់ប្រសិនបើគាត់ពិតជាឲ្យតម្លៃដល់ចំណងគ្រួសាររបស់អ្នកពួកគេនឹងមិនបានទៅដល់កម្រិតខ្លាំងបែបនេះទេអ្វីគ្រួសារលូបានខ្សែធនតើវាអាចទៅជាយ៉ាងដូចម្ដេចតើទាំងអស់នេះមិនមែនដោយសារតែអ្នកទេលូយូនីខ្ញុំមិនខ្វល់ថាអ្នកមានវិធីសាស្ត្រអ្វីទេចូលទៅរកស៊ីលីនភ្លាមទោះបីជាវាមានន័យថាខ្ញុំត្រូវបាក់ក្បាលក៏ដោយខ្ញុំត្រូវតែទទួលបានការអភ័យទោសពីគាត់គាត់ជាមនុស្សតែម្នាក់គត់ដែលអាចជួយសង្គ្រោះគ្រួសារលូបាននៅពេលនេះតើអ្នកចង់ឲ្យខ្ញុំសុំទោសគាត់ទេខ្ញុំនឹងមិនទៅរកអ្នកឬខ្ញុំទេសួស្ដីជំនួយការចៅតើមេបញ្ជាការលីបានបញ្ជូនអ្នកមកមែនទេគាត់សុកចិត្តឲ្យលូជាឡាទៅអនុញ្ញាតឲ្យគ្រួសារលូទៅស្រមុកអ្នកនាងលូបានធ្វើឲ្យអ្នកនាងស៊ីអាម៉ាស់មុខនៅក្នុងពិធីជប់លៀងលោកក៏បានទាមទារឲ្យលោកលើកជង្គង់ចុះសម្រាប់ខ្លួននិងត្រូវតែកំភ្លេងចំនួន100ដងជាការសុំទោសផងដែរសកម្មភាពរបស់កញ្ញាលូតើគាត់សមនឹងទទួលបានពាក្យថាលែងទេមេបញ្ជាការលីបានសុំឲ្យខ្ញុំមកជាពិសេសនេះគឺដើម្បីព្រមានអ្នកកុំឲ្យរំខានអ្នកនាងស៊ីប្រសិនបើគាត់ដឹងខ្លួនតើអ្នកណារំខានសាច់ញាតិរបស់អ្នកស្រីស៊ីនោះមិនមែនគ្រាន់តែជាបញ្ហាសាមញ្ញនៃការខ្សែធននោះទេសួស្ដីជំនួយការចៅហេជំនួយការចៅអ្នកគឺជាមនុស្សដែលមេបញ្ជាការលីចូលចិត្តយើងសូមអង្វរអ្នកឲ្យជួយគ្រួសារលូជំនួយការចៅសូមឲ្យខ្ញុំជួបមេបញ្ជាការលីជាមុនសិនទោះបីជាខ្ញុំជាកូនស្រីចិញ្ចឹមរបស់គ្រួសារលូក៏ដោយប៉ុន្តែយើងជាបងប្អូននឹងគ្នាអស់ជាច្រើនទសវត្សរ៍មកហើយមែនហើយសូមដោយសារតែលូយីនីនគ្រួសារធំទាំង4មានការខឹងសម្បារយ៉ាងខ្លាំងសូម្បីតែមេបញ្ជាការលីក៏មិនអាចការពារអ្នកបានដែរនេះនោះជាការពិតណាស់លោកតាតើអ្នកនឹងធ្វើអ្វីអូដោយវិធីនេះអ្នកនាងលូយប់នោះតើអ្នកមិនបាននិយាយថាខ្ញុំជាឆ្កែរបស់មេបញ្ជាការលីទេអ្នកនិយាយត្រូវប៉ុន្តែអ្នកវ៉ូហ្វសូម្បីតែឆ្កែដែលត្រូវគេចាប់ដាក់ជ្រុងក៏វាខំដែរហាម៉ាក់
វាទាំងអស់គឺដោយសារតែអ្នកវាជាកំហុសរបស់អ្នកទាំងអស់វាជាកំហុសរបស់អ្នកសត្វត្រឆានសត្វត្រឆានតើខ្ញុំអាចសម្រាលកូនដោយវិធីណាទើបបានសត្វចម្លែកបែបនេះសម្លាញ់ឲ្យនេះជាព័ត៌មានคล้ายៗមែនទេកញ្ញាលូគឺជាក្មួយស្រីរបស់មេបញ្ជាការលីតើវាអាចសរសៃថនដោយរបៀបណាអ្នកភ្លេចអ្វីដែលប្រវត្តិសាស្ត្របាននិយាយជាយូរមកហើយមេបញ្ជាការលីមិនចូលចិត្តក្មួយស្រីម្នាក់នេះទេតាមដែលខ្ញុំដឹងម្ដាយរបស់អ្នកមិនមែនជាប្អូនស្រីបង្កើតរបស់លីដុងយ៉ាងទេផ្ទុយទៅវិញនាងគឺជាកូនស្រីដែលត្រូវបានគ្រួសារលីយកទៅចិញ្ចឹមដូច្នេះទំនាក់ទំនងរបស់ពួកគេមិនស៊ីជម្រៅទេគាត់មិនធ្វើឲ្យអ្នកខូចចិត្តប៉ុន្មានទេដូច្នេះការអញ្ជើញទាំងពីរនោះទាំងអស់នេះត្រូវបានទទួលដោយគ្រួសារលីរបស់ Shirley Gang សៀលលីធ្លាប់និយាយយូរហើយតារាបណាគាត់ចាក់ចេញគ្រួសារលីរបស់យើងនឹងត្រូវជួបគ្រោះអកុសលនៅក្នុងពិធីជប់លៀងម្ដាយរបស់អ្នកត្រូវរន្ទះបាញ់គ្រាន់តែដោយសារតែអ្នកស្ដីបន្ទោសគាត់ពី3ដងប៉ុណ្ណោះប្រសិនបើគាត់ត្រូវបានគេធ្វើបាបបែបនេះអស់រយៈពេល3ឆ្នាំកន្លងមកវាប្រហែលជាច្រើនជាងសំណាងអាក្រក់ទៅទៀតវានឹងត្រូវបានដាក់ទណ្ឌកម្មដោយឋានសួគ៌ការសងសឹកដល់ទេវភាពប្អូនថ្លៃស្រីទី2ឲ្យប្រញាប់ឡើងហើយទៅមើលឲ្យទាន់រៀបការជាមួយមនុស្សដែលមានទេពកោសល្យពិតប្រាកដប្រញាប់ឡើងកញ្ញាស៊ីនេះជាបញ្ជីឈ្មោះអ្នកចូលរួមក្នុងពិធីជប់លៀងគ្រួសារស៊ូថ្ងៃនេះសូមក្រឡេកមើលព្រោះវាជាអាហារពេលល្ងាចជាលក្ខណៈកូនចៅផ្ទាល់និងសាច់ញាតិជិតស្និទ្ធទាំងអស់របស់គ្រួសារស៊ូគួរតែមានវត្តមានច្បាស់លាស់កញ្ញាស៊ីខ្ញុំទៅតែឃើញនរណាម្នាក់នៅខាងក្រៅលក់ផ្លែឆេះណាត់អាំងសូមសាកល្បងវាហេតុផលរបស់គាត់ហាក់ដូចជាមិនស្មុគស្មាញប៉ុន្មានទេវាឆ្ងាញ់ណាស់អរគុណអូយត្រឹមត្រូវហើយប្អូនស្រីថ្មសូមមើលបន្តិចមើលបានទេខ្សែអាពាហ៍ពិពាហ៍នៅលើកដៃរបស់ខ្ញុំម៉ាក្រូយ៉ាវាបង្ហាញថាស៊ូជីវសៀវពិតជាមនុស្សម្នាក់ដែលត្រូវមកធ្វើឲ្យខ្ញុំជួបទុក្ខលំបាកក្នុងរឿងស្នេហាម៉ៃយ៉ាខ្ញុំបានឮថាបងប្រុសជីវសៀវបាននាំស្ត្រីម្នាក់មកវិញកាលពីម្សិលមិញមិនត្រឹមត្រូវទេខ្ញុំបានឮថាអាហារពេលល្ងាចជាលក្ខណៈគ្រួសារយប់នេះគឺជាពេលដែលគាត់បានរៀបចំបុរសចំណាស់បាននិយាយថាយើងត្រូវតែផ្ដល់ឲ្យអ្នកនៅការណែនាំដ៏អស្ចារ្យអំពីស្ត្រីអាចកំបាំងនេះអ្វីស៊ីនយ៉ាវអ្នកនិងបងប្អូនជីដូនមួយរបស់ខ្ញុំគឺជាគូស្នេហ៍កាលពីកុមារភាពនៅក្នុងចិត្តខ្ញុំអ្នកគឺជាភរិយារបស់បងប្អូនជីដូនមួយរបស់ខ្ញុំតើអ្នកកំពុងធ្វើអ្វីអ្នកពិតជាសម្រាមដ៏គួរឲ្យស្អប់ខ្ពើមមែននាងមិនស័ក្តិសមសូម្បីតែលបួងបងប្អូនជីដូនមួយរបស់ខ្ញុំទេបងខាងហេតុអ្វីបានជាបងវាយខ្ញុំស៊ូម៉ៃយ៉ូមៀវអ្នកគឺជាកូនស្រីចិញ្ចឹមរបស់គ្រួសារស៊ូគឺអ្នកនាងពុតតើពួកគេអាចឆ្លើយយ៉ាងដូចម្តេចបានការសូកប៉ាន់ដោយស្ងៀមស្ងាត់មួយមាត់ខ្ញុំគ្រាន់តែខ្លាចបងស្រីស៊ីយ៉ៅការឃើញអ្នកបែបនេះនឹងនាំឲ្យមានការយល់ច្រឡំមានតែពេលនោះទេដែលខ្ញុំសង្ស័យថាវាជាការសុំទោសយ៉ាងប្រញាប់ប្រញាល់ស៊ូម៉ៃយ៉ូមៀវខ្ញុំបាននិយាយថាខ្ញុំបានសុំទោសអ្នកនាងស៊ីតើស្ត្រីម្នាក់នេះជានរណាខ្ញុំពិតជាបានការពារនាងបែបនេះមែនសុំទោសផងបងស្រីខ្ញុំបាននាំមៀវមកសុំទោសអ្នកបងប្រុសជាឆេលខ្ញុំបានឮថាអ្នកបាននាំភ្ញៀវកិត្តិយសម្នាក់នេះមកគឺប្អូនស្រីរបស់ខ្ញុំវាជាកំហុសរបស់ខ្ញុំទាំងអស់ដែលបានបង្ហាញខ្លួននៅទីនេះខ្ញុំបានធ្វើឲ្យប្អូនស្រីរបស់ខ្ញុំខឹងតើឆេនយ៉ូមានអ្វីពាក់ព័ន្ធជាមួយអ្នកវាច្បាស់ណាស់ថាគាត់ជាអ្នកចិត្តណាល្បួងបងប្អូនជីដូនមួយរបស់គាត់គឺម៉ៅអ្នកនាងចៅអ្នកជាភ្ញៀវរបស់ស៊ូម៉ៃយ៉ូមៀវវាមិនមានអ្វីតាក់ទងនឹងខ្ញុំទេសូមមេត្តាគោរពខ្លួនឯងខ្លះផងមុខពោពេញដោយរដ្ឋមន្ត្រីក្បត់ជាតិច្រកចូលទៅកាន់ទង់ជាតិក្រហមនិងទង់ជាតិខ្មៅវាហាក់ដូចជាខ្ញុំមិនចាំបាច់ចាត់វិធានការទេអ្នកស្រីស៊ីខ្ញុំនឹងទៅជាមួយអ្នកតើគាត់ជានរណាឲ្យប្រាកដហេតុអ្វីបានជាមនុស្សឲ្យគាត់ថាប្អូនប្រុសតូចហើយយកចិត្តទុកដាក់ចំពោះគាត់ខ្លាំងម្ល៉េះបងស្រីស៊ីនយ៉ាវមើលបងប្អូនជីដូនមួយរបស់ខ្ញុំតាមពិតគាត់វាយខ្ញុំដោយសារតែស្រីឆ្កេងញីម្នាក់នេះបងប្រុសជីវសៀវតែងតែជាសុភាពបុរសនិងស្ងប់ស្ងាត់ខ្ញុំមិនដែលឃើញគាត់ខឹងទេខ្ញុំមិនដែលរំពឹងថាវាទាំងអស់នឹងកើតឡើងដោយសារតែឃ្លាឈួនតែមួយនោះទេគាត់បានស្ដីបន្ទោសវាទាំងអស់ទៅលើក្មេងស្រីកញ្ជ្រោងនោះគាត់ប្រហែលជាបានប្រើវិធីសាស្ត្រលាក់កំបាំងចាប់បានថេងជី
ខ្ញុំនឹងប្រាប់មីងខ្ញុំទោះបីជាមានជំនួយពីយេជលក្នុងការត្អូញត្អែក៏ដោយក៏វាគ្មានប្រយោជន៍ដែរពួកគេត្រូវយកគាត់ចេញជាមុនសិនលុះត្រាតែមានអ្វីលុះត្រាតែអ្នកយកគាត់ខ្ញុំកំពុងរងចាំមើលរឿងកំ pl ែងរបស់ជនខិលខូចម្នាក់នេះនៅយប់នេះគ្មានអ្នកណាអាចយកប្អូនប្រុសជាជលរបស់ខ្ញុំទៅបានទេស្វែងរកកាក់ទង់ដែងពីវិញ្ញាណភ្នំហើយដាក់វានៅក្នុងមាត់សត្វតោនេះត្រូវបានធ្វើឡើងដើម្បីការពារវិញ្ញាណអាក្រក់និងការពារផ្ទះពិធីជប់លៀងរបស់អ្នកស្រីស៊ីនឹងមិនចាប់ផ្ដើមមួយរយៈទេចាំខ្ញុំទៅដើរលេងជាមួយបងចាប់ពីពេលនេះទៅអ្នកអាចហៅខ្ញុំថាស៊ីលីបានហើយឆ្លើយខ្ញុំគ្រាន់តែស្រែកថា10ម៉ាយតើអ្នកមិនបាននឹកខ្ញុំទេលីឆេនតើអ្នកមានគម្រោងធ្វើអ្វីឥឡូវនេះ10ម៉ាយខ្ញុំមកទីនេះជាពិសេសដើម្បីសុំទោសអ្នកខ្ញុំបានបើកឡានរយៈពេល8ម៉ោងដើម្បីទៅទទួលអ្នកនឹងត្រូវបានប៉ះពាល់មែនទេអ្នកបានបើកឡាន8ម៉ោងដើម្បីមកជួបខ្ញុំដូច្នេះខ្ញុំត្រូវតែប្រគល់វាទៅអ្នកបន្ទាប់មកខ្ញុំនឹងរងចាំអ្នកនៅលីជាងរយៈពេល3ឆ្នាំដូចសពមួយដងអ្នកហ៊ានធ្វើចលនាខ្ញុំ Chen Qiu ហើយ Chen Xiu តើអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីនៅទីនេះអ្នកមិនបានមកទីជាងដើម្បីរកផ្លែពេនៅពីក្រោយក្នុងយិនយិនទេមែនទេអ្វីក៏ដោយដែលអ្នកធ្វើកុំឲ្យយិនយិនដឹងអំពីរឿងនេះប្រញាប់ឡើងហើយចេញទៅខ្ញុំគ្មានពេលដោះស្រាយជាមួយអ្នកទាំងអស់គ្នាមុនទេចាំបន្តិចខ្ញុំគិតថាខ្ញុំមិនបានស្ដាប់ខុសទេតើអ្នកកំពុងសុំទោស Shelly មែនទេលើកមុនអ្នកមិនបាននិយាយទេថាអ្នកមិនចូលចិត្តគាត់ហេតុអ្វីបានជាអ្នកបោះបង់នាងចោលរួចសុំទោសនាងតើវាអាចទៅរួចទេអ្នកកំពុងធ្វើបែបនេះដោយចេតនាដើម្បីបន្តញ៉ៃញ៉ៃជាមួយគាត់លេងជាមួយ Shellyលោកគ្រូវ័យក្មេងលីតើលោកមិនបានតស៊ូអស់រយៈពេល3ឆ្នាំទេអ្នកមិននៅខ្ញុំប្រាប់អ្នកឲ្យបិទមាត់ទេលីឆេនសៀវតើអ្នកកំពុងចាប់ជាមធ្វើអ្វីតើអ្នកកំពុងបង្ហោះអ្វីតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះតើខ្ញុំធ្លាប់បោកគាត់ពីពេលណាតើអ្នកមិនបាននិយាយពីមុនមកទេថាកម្លាំងរបស់អ្នកមានន័យថាអ្នកអាចត្រូវបានកោះហៅតាមចិត្តតើវាជាឆ្កែដែលមកភ្លាមមែនទេតើអ្នកកំពុងធ្វើពុតជាធ្វើអ្វីលើនេះស្រែកដាក់ខ្ញុំបែបនេះខ្ញុំហៅអ្នកថាលីស៊ូអ្នកពិតជាគិតថាអ្នកជាចៅវាយនីវ័យក្មេងម្នាក់មែនគម្រោងមួយបានជួបបញ្ហាកិច្ចសហប្រតិបត្តិការត្រូវបានលុបចោលគ្រួសារលីរបស់អ្នកជំពាក់តិចជាងគ្រួសារចៅរបស់យើងដែលធ្លាប់ធ្វើបានល្អអ្នកហ៊ានវាយខ្ញុំមែនទេតើអ្នកគិតថាអ្នកជានរណាខ្ញុំគិតថាអ្នកគ្រាន់តែមានសំណាងមិនល្អហើយត្រូវបានយិនយិនបោះបង់ចោលគ្មានអ្នកណាចង់បានវាទេនោះហើយជាមូលហេតុដែលខ្ញុំមកកុកមនុស្សល្ងងនៅស្រុកនេះតើអ្នកជានរណាគ្រួសារស៊ូជួសជុលគ្រួសារស៊ូស៊ូសៅគឺជាមនុស្សម្នាក់ដែលយើងមិនដែលស្គាល់ច្បាស់ខ្ញុំមិនបានស្គាល់អ្នកទេខ្ញុំវាយអ្នកមិនមែនដោយសារតែអ្នកមិនស្គាល់ខ្ញុំទេវាដោយសារតែអ្នកមិនសមហេតុផលចំពោះអ្នកស្រីស៊ីកញ្ញាស៊ីលីយីតើយើងគួរផ្ដល់ជូនការភ្ជាប់ពាក្យរវាងរដ្ឋមន្ត្រីនិងកញ្ញាស៊ីលីដែរឬទេនៅថ្ងៃនោះមេបញ្ជាការលីក៏មានការគោរពយ៉ាងខ្លាំងចំពោះស៊ីលីខ្ញុំគិតថាពួកគេត្រូវបានបញ្ឆោតដោយសមត្ថភាពរបស់ពួកគេដោយមិននឹកស្មានដល់សូម្បីតែគ្រួសារស៊ូក៏ភ័យខ្លាចដែរ10ម៉ាយអ្នកនាងទី10យើងខុសហើយសូមអនុញ្ញាតឲ្យខ្ញុំទៅអ្នកស្រីស៊ីខ្ញុំសូមអង្វរអ្នកសូមព្រះអង្គមេត្តាប្រោសប្រណីយើងខ្ញុំផងអ្នកត្រួសត្រាយផ្លូវរបស់គ្រួសារស៊ូមានសុជីវធម៌គួរឲ្យភ្ញាក់ផ្អើលចំពោះអ្នកដែលមានកម្លាំងអ្នកស្រីស៊ីគ្រាន់តែនិយាយមួយម៉ាត់មកខ្ញុំគ្រួសារស៊ូអាចធ្វើឲ្យជើហ្វាងខ្លាយជាអ្នកឈ្នះដោយផ្ទាល់ប៉ាត់ពីជៀងឆេងអ្នកនាងស៊ីយើងនិយាយខុសហើយតើលោកអាចអង្វរលោកម្ចាស់វ័យក្មេងស៊ូជំនួសយើងខ្ញុំបានទេទុកផ្លូវឲ្យយើងទាំងពីរចេញមិនចាំបាច់ទេអ្នកអាចចាក់ចេញបានអរគុណតោះទៅតើអ្នកមានទំនាក់ទំនងអ្វីជាមួយស៊ឺជីឆេងហេតុអ្វីបានជាគាត់ជួយអ្នកបែបនេះវាមិនមានអ្វីតាក់ទងនឹងអ្នកទេអ្នកក៏គួរតែទៅដែរខ្ញុំមិនចង់ជួបអ្នកម្ដងទៀតទេខ្ញុំនឹងមិនចាក់ចេញទេដើមឡើយខ្ញុំចង់ប្រាប់អ្នកខ្ញុំលែងចូលចិត្តការថតសម្លេងទៀតហើយអ្នកធ្លាប់នេះមិនមែនជាអ្វីដែលអ្នកចង់ឲ្យខ្ញុំនិយាយបំផុតទេខ្ញុំនឹងប្រាប់អ្នកឥឡូវនេះខ្ញុំចូលចិត្តអ្នកលោកឡៃឆេនឆេលវាគ្មានន័យទេសម្រាប់អ្នកក្នុងការនិយាយរឿងទាំងនេះឥឡូវនេះខ្ញុំលីជានឹងអ្នកលែងមានទំនាក់ទំនងអ្វីទៀតហើយ
លីចេនសៀវបើអ្នកមិនអោយតម្លៃនរណាម្នាក់ទេអ្នកផ្សេងនឹងអោយតម្លៃអ្នកឥឡូវនេះអ្នកនាងស៊ីបានសម្រេចចិត្តផ្ដាច់ទំនាក់ទំនងជាមួយលីជាអ្នកមិនគួរបង្ខំគាត់ឲ្យស្នាក់នៅទេតើនេះមានអ្វីពាក់ព័ន្ធនឹងអ្នក10ម៉ាយខ្ញុំទើបតែដឹងខ្លួនបន្ទាប់ពីអ្នកចាក់ចេញទៅខ្ញុំធ្លាប់មិនអើពើនឹងអារម្មណ៍របស់អ្នកខ្ញុំមិនបានដឹងថាអ្នកល្អចំពោះខ្ញុំប៉ុណ្ណាទេទុកឲ្យខ្ញុំដោះស្រាយវាឲ្យអ្នកឥឡូវនេះយល់ព្រមទេតើអ្នកអាចត្រឡប់មករកខ្ញុំវិញតើអ្នកអាចត្រឡប់មករកខ្ញុំវិញមិនអាចស៊ីលីនខ្ញុំបានអង្វរអ្នករួចហើយតើអ្នកចង់បានអ្វីទៀតលោកឡៃឆេនឆេលអ្នកនៅតែមិនដឹងថាអ្នកខុសនៅកន្លែងណាទេបើខ្ញុំខុសវាដោយសារតែខ្ញុំធ្វើឲ្យអ្នកខូចចិត្តច្រើនពេកហើយខ្ញុំមិនដឹងថាអ្នកបានប្រើវិធីសាស្ត្រអ្វីទេសូមឲ្យមនុស្សគ្រប់គ្នាជួយអ្នកប៉ុន្តែទោះបីជាអ្នកបំផ្លាញលេខទាំងមូលឥឡូវនេះក៏ដោយខ្ញុំអាចវិលត្រឡប់មកវិញបានលោកឡៃឆេនឆេលឥឡូវនេះអ្នកមិនគិតបែបនេះទៀតទេក្រុមហ៊ុនលេខអាចអភិវឌ្ឍនិងពង្រីកខ្លួនយ៉ាងឆាប់រហ័សក្នុងរយៈពេល3ឆ្នាំកន្លងមកនេះវាទាំងអស់គឺអរគុណអ្នកគាត់និយាយមិនសមហេតុផលពេញមួយថ្ងៃនៅផ្ទះហើយមិនដឹងអ្វីទាំងអស់តើគាត់អាចជួយអ្វីខ្ញុំបានតើអ្នកមានពេលនៅទីនេះទេហេតុអ្វីអ្នកមិនសួរលីជាតាមទុនចាស់ទាំងអស់ដែលយើងបានសហការជាមួយមូលហេតុពិតប្រាកដដែលពួកគេបានវិនិយោគនៅលើជាតើវាជាអ្វីឲ្យប្រាកដមិនចាំបាច់និយាយបន្ថែមអំពីឋានសួគ៌ទាំង9ទេអ្នកមិនអាចដាស់នរណាម្នាក់ដែលកំពុងធ្វើពុតជាដេកលក់បានឡើយគ្រូសាឆេននិងគ្រូសាឆៃនៃជាងឆៅរោមដ៏ទេវភាពដ៏គួរឲ្យចាប់អារម្មណ៍របស់ស្ដេចការគោរពបូជាដល់ទេវភាពស្លាប់តើកម្លាំងរបស់ទេពធីតាទាំងអស់សុទ្ធតែជាការពិតមែនទេការអភិវឌ្ឍរបស់គ្រូសាលីក្នុងរយៈពេល3ឆ្នាំកន្លងមកនេះគឺលូណាស់វាពិតជាដោយសារតែគាត់ក្រោកឡើងអ្នកទាំងអស់គ្នាមិនចាំបាច់មានពិធីដ៏អស្ចារ្យបែបនេះនៅពេលអនាគតទេខ្ញុំបានឮថាទេពធីតាបានរំលាយការភ្ជាប់ពាក្យជាមួយលីខ្វាន់ហើយគ្រូសាឆេនរបស់ខ្ញុំមានកូនប្រុសម្នាក់មានឆន្ទៈក្នុងការផ្ដល់ទ្រព្យសម្បត្តិទាំងអស់របស់គ្រូសាឆេនដើម្បីទទួលបានស្ត្រីនោះខីជាការផ្សះផ្សាដូចគ្រូសាឈៀនដែរដូចគ្នានេះដែរចំពោះគ្រូសាវងតើរាប់ណាមនុស្សម្នាក់អាចទទួលបានទេពធីតាលោកវងជេវិនបានបរិច្ចាគទ្រព្យសម្បត្តិគ្រួសាររបស់គាត់ទាំងអស់សូមសិនយូផ្ដល់ឱកាសឲ្យខ្ញុំផងខ្ញុំសុខចិត្តស្លាប់ដើម្បីឈេនយឺហើយកុំឲ្យគាត់ស៊ីលីនកុំយល់ស្របនឹងពួកគេទោះបីខ្ញុំយល់ព្រមរអត់វាមិនមែនជារឿងរបស់អ្នកទេចំណងរវាងពួកយើងត្រូវបានបំបែកអ្នកមិនមានសិទ្ធិជ្រៀតជ្រែកការសម្រេចចិត្តរបស់ខ្ញុំទេទីឆេនឆេលពីមុនអ្នកធ្លាប់បានព្យាយាមផ្ដាច់ការភ្ជាប់ពាក្យរបស់អ្នកជាមួយទេពធីតាឥឡូវនេះវាដូចដែលអ្នកចង់បានហេតុអ្វីបានជាត្រូវខ្វល់ខ្វាយពីទង្វើលាក់ពុតនេះបើអ្នកហ៊ានបន្តយាយីព្រះនាងទៀតគ្រួសារយើងនឹងរួបរวมគ្នាដើម្បីបង្ក្រាបគ្រួសារលីនេះបានធ្វើឲ្យលេជាគ្មានកន្លែងណាត្រូវទៅទោះបីជាអ្នកកំណត់គោលដៅលីចឹងក៏ដោយខ្ញុំក៏មិនលះបង់កម្លាំងរបស់ខ្ញុំទៅអ្នកដែរលោកឡៃឆេនឆេលហេតុអ្វីបានជាអ្នកធ្វើបែបនេះខ្ញុំខុសហើយស៊ីលីសូមផ្ដល់ឱកាសឲ្យខ្ញុំអភ័យទោសឲ្យខ្ញុំមិនអាចទៅរួចទេសូមឲ្យរឿងកន្លងផុតទៅក្លាយជារឿងកន្លងផុតទៅខ្ញុំបានដោះស្រាយសំណើរបស់អ្នករួចហើយអ្នកនឹងទទួលបានដំណឹងល្អនៅពេលអ្នកត្រឡប់ទៅជេងឈឹងវិញតោះទៅខៃឆេនៀនខ្ញុំដឹងពីចម្ងាយ10ម៉ាយថាអ្នកនៅតែមានអារម្មណ៍ចំពោះខ្ញុំពួកគេមិនល្អគ្រប់គ្រាន់សម្រាប់អ្នកទេអ្នកនាងស៊ីបាននិយាយថានាងមិនចង់ជួបអ្នកទេកុំជ្រៀតជ្រែកក្នុងរឿងរបស់អ្នកអតីតខ្ញុំប្រាជ្ញាចិត្តថានឹងមើលថែរឿងរបស់អ្នកស្រីស៊ីគ្រាន់តែនិយាយដោយស្មោះត្រង់ទៅកុំគិតថាខ្លួនឯងមានអំណាចខ្លាំងម្ល៉េះអ្នកអាចទទួលបានកម្លាំងរបស់គាត់ក៏ជាកម្លាំងរបស់ខ្ញុំដែរខ្ញុំនឹងក្លាយជាអ្នកដែលត្រូវបានជ្រើសរើសនៅទីបញ្ចប់ខ្ញុំមានអារម្មណ៍ថាមានកម្លាំងមួយហូរកាត់រាងកាយរបស់ខ្ញុំឆ្លើយខ្ញុំជ្រើសរើសស៊ូជឺសៀវតោះទៅផ្ទះវិញណាខ្ញុំមិនមានអារម្មណ៍ចង់ទិញអីវ៉ាន់ទេអរគុណខ្ញុំ
វារស់នៅបានជាង1000ឆ្នាំហើយដោយមិននឹកស្មានដល់វាគ្រាន់តែកាន់ដៃជាមួយស៊ូជីវសៀវប៉ុណ្ណោះខ្ញុំមានអារម្មណ៍ថាមុខខ្ញុំឡើងក្រហមហើយបេះដូងខ្ញុំលោតញាប់ឥឡូវនេះខ្ញុំដឹងថាស៊ូជីវសៀវគឺជាផ្នែកមួយនៃរឿងរបស់ខ្ញុំប៉ុន្តែគ្រោងនេះ